សួស្តីបងប្អូនថ្ងៃនេះស្លសម្លទំពាំងបាទស្លសម្លទំពាំងនេះទំពាំងទើបតែចិតរួចមិញបាទហើយនេះគឺជាពោតបាទពោតក៏ទឹមចិតហើយមិញដែរហើយនេះស្លឹកបាសស្លឹកអីចឹងណាបងប្អូនយកមកផ្សំគ្នាទៅដើម្បីបានคล้ายទៅជាបន្លែគេហៅថាបន្សាបត្រពាំងបាទហើយសម្រាប់តពាំងនេះគឺយើងចង់ដាក់ជាមួយនឹងខ្យងក៏បានបាទមកមានខ្យងស្រែអីអានឹងពិសេសណាបងប្អូនហើយបើអត់ខ្យងទេជាមួយនឹងត្រីអីក៏បានដែរបាទត្រីប្រាត្រីអីហ្នឹងក៏បានដែរស្អាចិត្តដែលថាយើងចង់ស្លជាមួយអីចឹងណាបាទបើអញ្ចឹងវាសាច់ជ្រូកប៉ុន្តែសាច់ជ្រូកហ្នឹងយកសាច់ជ្រូកជាប់ខ្លាញ់តិចតិចបាទបានវាឆ្ងាញ់អញ្ចឹងថ្ងៃនេះគឺសម្លទំពាំងនេះពោតបាទពោតហើយនឹងទំពាំងនិងស្លឹកបាសទឹមតបេះមិញហ្នឹងព្រោះនៅជាប់លបងផ្ទះច្រើនហើយថ្ងៃនេះមកមុនប្រពន្ធអញ្ចឹងបាទចេញពីលក់មុនប្រពន្ធគឺធ្វើម្ហូបអត់ដែលធ្វើផងឥឡូវសាកធ្វើហើយចាំមើលភ្លក់ទាំងអស់គ្នាណាបងប្អូនបាទអញ្ចឹងយើងសល់ពេលវេលាយើងជួយរំលែកការងារខ្លះអញ្ចឹងទៅបាទចង់ប្រាប់ថាបើយើងទំនេរយើងជួយរំលែកការងារប្រពន្ធនៃខ្លះចឹងទៅដើម្បីឲ្យគាត់មកធ្វើការវិញគាត់បានសប្បាយចិត្តបាទចាំជួបគ្នានៅសម្លឆ្អិន